កាកបាទក្រហមកម្ពុជាបានផ្ដល់ថវិកាចំនួន$10,000សហរដ្ឋអាមេរិកជូនដល់សមាគមកាកបាទក្រហមចិនតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាសម្រាប់ប្រតិបត្តិការសង្គ្រោះនិងជួយសង្គ្រោះប្រជាជនចិនដែលរងគ្រោះដោយសារទឹកជំនន់កាលពីព្រឹកថ្ងៃទី6ខែសីហាឆ្នាំ2026លោកជំទាវ ពុំចន្ទទេនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានអញ្ជើញប្រគល់សារលិខិតរំលែកទុក្ខនិងថវិកាចំនួន$10,000សហរដ្ឋអាមេរិកជូនឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅឯស្ថានទូតចិនដើម្បីផ្ទេរប្រគល់ជូនសមាគមកាកបាទក្រហមចិននៅក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការក៏បាននាំនៅប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលសម្ដែងនៃការសោកស្ដាយចំពោះប្រជាជនចិនជិត90,000នាក់ដែលត្រូវបានជំនះចេញព្រមទាំងការខូចខាតទ្រព្យសម្បត្តិការបាត់បង់អាយុជីវិតនិងរបួសដោយសារគ្រោះទឹកជំនន់នាពេលថ្មីៗនេះលោកជំទាវបានសង្កត់ធ្ងន់ថាកាកបាទក្រហមចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ដែលតែងតែជួយជ្រោមជ្រែងកម្ពុជាដូចជាដំណាក់កាល COVID-19 និងការបណ្ដុះបណ្ដាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរមានប្រសាសន៍តបឯកឧត្តមវ៉ាងវិនពីនបានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជានិងបានគូសបញ្ជាក់ថាកម្ពុជានិងចិនជាបងប្អូនដែលតែងតែរួមសុខរួមទុក្ខនិងរក្សាបាននូវប្រពៃណីសាមគ្គីភាពជួយគ្នាទៅវិញទៅមកនៅពេលមានទុក្ខលំបាកឯកឧត្តមបានកោតសរសើរកាកបាទក្រហមកម្ពុជានៅក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងបានស្នើសុំឲ្យកាកបាទក្រហមកម្ពុជាដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសមាគមកាកបាទក្រហមចិននាពេលវេលាសមស្របណាមួយផងដែរឯកឧត្តមបានបញ្ជាក់ថាជំនួយមនុស្សធម៌នាពេលនេះមិនត្រឹមតែជាការចូលរួមចំណែកសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដាច់ថែបនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នមនុស្សធម៌នៃប្រទេសទាំងពីរកម្ពុជាចិនផងដែរ